អ្វីដែលមនុស្សប្រុសម្នាក់ត្រូវធ្វើពេលដែលបានដឹងពីជាតិមុនគេការបោះបង់ចិញ្ចៀនរៀបការក្នុងដៃហើយបានមើលទៅមនុស្សខ្លួនស្រឡាញ់បែរទៅអប់ជាមួយសង្សារចាស់នាងទៅវិញព្រោះជាតិមុនគេបានផ្នែកខ្វាក់ហើយបានស្រឡាញ់នាងជាខ្លាំងចាប់ពីសង្សារចាស់នាងចេញទៅក្រៅប្រទេសគេជាទូចំនួនឲ្យនាងជេរស្ដីរាល់ថ្ងៃគេគិតថាធ្វើបែបនេះនឹងធ្វើឲ្យសង្សាររបស់គេស្រឡាញ់គេវិញតែមិនគិតទេថាពេលដែលគេរៀបការរួចសង្សារគេមិនព្រមឲ្យគេប៉ះពាល់ខ្លួនប្រាណទេការប៉ះពាល់គេនឹងនាងមានតែម្ដងគត់គឺនៅពេលដែលប្រពន្ធគេស្រវឹងហើយគិតថាគេជាសង្សារចាស់ចាប់ពេលយប់នឹងនាងក៏មានផ្ទៃពោះតែនៅពេលដែលគេបានសង្ឃឹមដល់ថ្ងៃអនាគតខណៈពេលនឹងសង្សារចាស់គេក៏បានស្លាប់បាត់បង់ជីវិតពេលដែលនាងបានដឹងព័ត៌មានពីសង្សារចាស់គេស្លាប់នាងបែរជាមានគំនិតដែលមានកូនក្នុងពោះ5 ខែបានហក់ចុះពីលើអគារសម្រាប់ខ្លួនបុរសនឹងគេបានទៅជួយតែសំណាងអាក្រក់គេត្រូវបានធ្លាក់ពីលើអគារ18ជាន់ជាមួយគ្នាពេលគេបើកភ្នែកសារថ្មីក៏បានត្រឡប់មកថាខ្លួនឯងបានដឹងពេលវេលា6 ឆ្នាំមុនក្នុងថ្ងៃដែលគេសុំសង្សារគេរៀបការតែមិនទាន់គេមិនបាននិយាយអ្វីសង្សាររបស់គេក៏បែរទៅអប់ជាមួយសង្សារចាស់នាងទើបមកដល់ពេលនេះទើបគេបានដឹងថាសង្សារចាស់គេក៏កើតថ្មីដូចគ្នាដែរដោយសារនឹកឃើញរឿងអាទិត្យពីជាតិមុនក្នុងជាតិនេះគេមិនព្រមតាមនាងទៅណាទេចាប់ពីថ្ងៃហ្នឹងគេក៏បានបែកគ្នាដោយមិនពាក់ព័ន្ធអ្វីឡើយពេលវេលាច្រើនឆ្នាំកន្លងមកចាប់ផ្ដើមពីការតស៊ូមនុស្សប្រុសម្នាក់នេះក៏ក្លាយជាមហាសេដ្ឋីលេខ1ក្នុងស្រុកហើយមានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ព្រោះចង់ធ្វើខុបកំណើតឲ្យកូនស្រីគេទើបតែត្រឡប់ពីធ្វើការងារមិនទាន់ប្ដូរនឹងសម្លៀកបំពាក់គេក៏មកសន្តាគារពេលដែលចូលមកដល់ក៏ឃើញថារូបអតីតភរិយានិងសង្សាររបស់គេពេលវេលា6 ឆ្នាំអតីតភរិយាតែបានប្រើប្រយោជន៍ពីឈ្មោះគេបានក្លាយជាប្រធានក្រុមហ៊ុនមានទ្រព្យសម្បត្តិរាប់លានព្រោះចង់សងនៅការជិះចាប់ពីជាតិមុនថ្ងៃនេះគេចាប់កម្មវិធីដ៏ធំជាមួយសង្សារចាស់គេបានឃើញអតីតប្តីដែលមិនបានអញ្ជើញអតីតភរិយាទ្រាំមិនបាននោះទេតាំងតែពីរអ្នកគេបានបែកគ្នានាងមើលងាយថាបើគេបែកពីនាងនឹងត្រូវក៏នឹងធ្វើអ្វីមិនកើតអន្តរាយបែបនេះនាងគិតថាការលែងលះរបស់នាងពិតជាត្រូវណាស់ដោយការមើលងាយអតីតភរិយានិងសង្សារចាស់នាងគេមិនបានខឹងទេព្រោះពេលវេលានេះគេបានចាប់ផ្ដើមសារថ្មីដែរមិនចង់ខ្វល់ពីរឿងពីអតីតជាតិមុននោះទេតែមិនគិតទេថាអតីតភរិយាតាំងចិត្តមកជន់ទៅដល់គេរហូតប្រាប់ថាពេលនេះនាងមានទ្រព្យសម្បត្តិរាប់លានថែមទាំងរួមដៃជាមួយមហាសេដ្ឋីលេខ1ក្នុងស្រុកនេះទៀតផងនាងមិនដឹងទេថាមហាសេដ្ឋីនាងកំពុងនិយាយកំពុងអង្គុយមុខនាងតែមិនទាន់មនុស្សប្រុសគេមិនបាននិយាយអ្វីអតីតភរិយាតបានទទួលទូរស័ព្ទចេញពីលេខាប្រាប់ថាថ្ងៃនេះភរិយារបស់មហាសេដ្ឋីមកចាប់កម្មវិធីកំណើតឲ្យកូនស្រីក្នុងនឹងដែរព្រោះចង់យកចិត្តមហាសេដ្ឋីអតីតភរិយាក៏ប្រញាប់រត់ទៅទទួលមុខទ្វារគឺមានន័យថាភរិយាមហាសេដ្ឋីមិនត្រឹមតែស្អាតតែជាកូនស្រីតែម្នាក់គត់នៅក្នុងត្រកូលដ៏ធំអ្នកផ្សេងចង់ជួបមុខនាងពិបាកនឹងជួបណាស់អ្នកស្រីធំជំរាបសួរអ្នកស្រីធំម្នាក់នេះគឺជាអ្នកចង់សហការឈ្មោះថាអ៊ីសាវីលីនគេជាប្រធានក្រុមហ៊ុនដែលចង់រួមសហការជាមួយក្រុមហ៊ុនយើងហើយណាជំរាបសួរអ្នកនាងយូអ្នកចាត់ការអ្នកនាងមិនអនុញ្ញាតឲ្យអ្នកណាធ្វើតាមចិត្តទេហើយក៏មិនឲ្យអ្នកណាដែលមិនពាក់ព័ន្ធនៅមុខអ្នកស្រីធំដែរអូបែបនឹងខ្ញុំសុំទោសលោកប្រធានសវីក្រុមហ៊ុនយើងចិត្តរួមដៃសហការជាមួយគ្នាហើយបើចង់ជួបគេសូមអញ្ជើញឡើងអង្គុយខាងលើទៅគឺមិនអាចមកជួបបែបនេះបាននោះទេអ្នកស្រីធំអ្នកនាងសាវីមិនបាច់ភ័យទេអ្នកនាងភូមិមិនចូលចិត្តជួបមនុស្សប្លែកមុខយូរហើយតែគេស្រឡាញ់កូនស្រីគេណាស់តែបើយើងយកចិត្តកូនស្រីគេបានក្រុមហ៊ុនរបស់អ្នកនាងចង់រួមសហការជាមួយគេប៉ុន្មានដងក៏គ្មានបញ្ហាដែរខ្ញុំបានឮថាលោកគ្រូយូនិងអ្នកនាងម្នាក់នឹងចាប់កម្មវិធីធ្វើខួបកំណើតឲ្យកូនស្រីគេខាងលើពិតមែនហើយពេលនេះខ្ញុំត្រូវត្រៀមកាដូទៅឲ្យគេហើយនៅខណៈពេលមនុស្សប្រុសម្នាក់នឹងបានទទួលសារពីប្រពន្ធហើយលេខខណៈពេលដែលគេកំពុងតែចេញទៅជួបត្រូវសង្សារចាស់អតីតភរិយាថែមខាត់ព្រោះចង់ធ្វើឲ្យគេខ្មាស់គេបានហូតកាត់តែមានលុយ$50,000ចេញមកយកឲ្យគេតែគេមិនចង់ខាតពេលវេលាជាមួយសង្សារចាស់នាងបានប្រាប់ថាគេកំពុងតែចង់ឡើងទៅលើដើម្បីចាប់កម្មវិធីព្រោះចង់ធ្វើខួបកំណើតឲ្យកូនស្រីគេតែមិនគិតទេថាមនុស្សក្នុងនឹងបានរហើយបានសើចចេញមកគ្រប់គ្នាថ្ងៃនេះអ្នកណាក៏ដឹងថាមហាសេដ្ឋីចាប់កម្មវិធីធ្វើខួបកំណើតឲ្យកូនគេនៅជាន់ខ្ពស់ពេលនេះគេនិយាយថាគេឡើងទៅជាន់ខ្ពស់ក៏មានន័យថាគេជាមហាសេដ្ឋីមែនទេនៅខណៈពេលមនុស្សប្រុសមិនដឹងនិយាយយ៉ាងណាគណៈពេលនឹងនំខេតដ៏ធំក៏យកចូលមកគឺមានន័យថាបុរសម្នាក់នឹងត្រូវការយកចិត្តកូនស្រីបានកាមុងនំខេតនេះក្នុងតម្លៃ3លានកូនស្រីចង់ញ៉ាំណាស់ពុកបានឲ្យមនុស្សយកនំខេតបានឃើញមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលបុរសម្នាក់នឹងមិនចង់ខាតពេលវេលាបានឲ្យភ្នាក់ងារយកនំខេតឡើងលើតែអ្នកណាទៅដឹងថាសង្សារចាស់គេបានយកច្រឡំថានេះជាកាដូដែលអតីតភរិយាត្រៀមឲ្យគេបានយកនំខេតមួយដុំធ្វើឲ្យប្រឡាក់មុខគេឃើញនំខេតកូនស្រីដែលត្រូវគេបំផ្លាញគេទ្រាំមិនបានក៏វាយទៅបុរសម្នាក់នឹងជាខ្លាំងគណៈពេលនឹងត្រូវអតីតភរិយាគេឃើញល្មមបងសម្លាញ់មានកើតអ្វីអត់លេពេលយប់ប្រើប៉ុន្តែលេពេលថ្ងៃអត់ប្រើប្រៀបដូចជាបងប្អូនទាំងគ្នាចេញទៅក្រៅដោយស្លៀកខោអត់ពាក់អាវអញ្ចឹងពេលយប់ហើយនឹងពេលថ្ងៃគឺជាពេលវេលាមួយដែលយើងត្រូវប្រើ skin care ដូចតែគ្នាទេតែអ្នកខ្លះគាត់អត់ដឹងអំពីតម្រូវការក៏ដូចជាអត្ថប្រយោជន៍នៃការប្រើជាមួយនឹង day cream ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងគ្នាអំពីអត្ថប្រយោជន៍របស់ day cream TGN ដែលអាចជួយឲ្យគេបាន3 in 1នៅក្នុងនឹងជួយការពារកម្ដៅថ្ងៃលើពីលេខធម្មតារហូតដល់60ដុល្លារជួយបិទបាំងចំនួនម្សៅតំណម្សៅផាត់បានយ៉ាងស្អាតល្អចំនួនប្រព័ន្ធស្បែកមុខដូចជាលេសរ៉ាយពេលយប់ដែរអញ្ចឹងបងប្អូនប្រើជាមួយនឹង day cream TGN នេះហើយគឺថាចំណេញខ្លាំងតែម្ដងជួយបានទាំងការពារហើយនឹងជួយបានស្បែកមុខបងប្អូនទាំងគ្នាទៀតសម្រាប់បងប្អូនដែលមានបញ្ហាស្បែកមុខបើប្រើជាឈុតវិញកាន់តែទទួលបានប្រសិទ្ធភាពពោះបន្ថែមទៀតដោយសារតែយើងមានការធានារកការប្រើអត់ត្រូវ apply ធានាសងលុយគ្រប់ចំនួនតែម្ដងមើលតែ feedback បងប្អូនយើងដាក់នៅក្នុងនឹងចាក់ស្ដែងទៅដឹងហើយព្យាបាលស្បែកមុខពិតៗចាប់បានចង់សាកប្រើអាចសាកប្រើជាមួយប្រអប់ទូចបានគុណភាពដូចជាប្រអប់ធំអញ្ចឹងតម្លៃធូរមែនតើបងប្អូនតាគ្នាចាក់តំណែងតំណងទិញតាមរយៈ page ដែលខ្ញុំដាក់នៅក្នុងវីដេអូខាងលើនេះចាខ្ញុំប្រើបុកមួយរយៈហ្នឹងមុខខ្ញុំមកនិយាយថាតែកណាគេសុខភាពមកមុខខ្ញុំប្រើអី
là nó thọ miên môn hay là miên sần nào hay là thật trẻ chăng về thấp lơi chắc là lố បងមិនកើតអីទេអូនថ្ងៃនេះជាថ្ងៃការរបស់យើងណាបងគ្រាន់តែចង់ដេញគេចេញទៅឆ្ងាយបងមិនបានធ្វើឲ្យគេខឹងនោះទេអ្នកនាងប្រធានមកចំចង្វាក់ល្អណាស់សៀនអ៊ីគ្រាន់តែលេងសើចជាមួយស៊ីនហ្វឺនទេតែស៊ីនហ្វឺនទៅធ្វើបាបជាងអ៊ីពិតមែនហើយពួកយើងជាភស្តុតាងបានគេខំយកលុយ 50000 ដើម្បីមកជួយតែគេមិនព្រមទទួលខ្ញុំគិតថា6ឆ្នាំមិនបានជួបគ្នាពួកឯងនឹងល្អខ្លះតែនៅពេលនេះពួកឯងក៏នៅតែជាសម្រាមដែលចូលចិត្តជន់អ្នកផ្សេងឃើញខ្ញុំស្លៀកពាក់ធម្មតាក៏គិតថាខ្ញុំក្រហើយមែនទេចង់បានប្រយោជន៍ពីមហាសេដ្ឋីនៅទីនេះក៏សម្ដែងធ្វើជាល្អកុំខាតពេលវេលាទៅស្ដាប់វាអីណាបែបនឹងអ្នកចាំទទួលផលទៅកូនសម្លាញ់ជួយទទួលទូរស័ព្ទឲ្យម៉ែបន្តិចអ្នកនាងយន្តសុំទោសផងណាយើងមិនបានទទួលការបញ្ជាក់ពីលោកប្រុសឈិនទេមិនដឹងថាលោកប្រុសឈិនមានបញ្ហាអ្វីទេម៉ែចង់ទៅរកពុកកូនចង់ញ៉ាំនំខេកជាមួយពុកកូនចៅជូនកូនស្រីខ្ញុំចុះទៅខាងក្រោមទៅចាអ្នកស្រីជីនហ្វឺនពេលនេះខ្ញុំប្រាប់លោកជង្គង់សុំទោសគេឥឡូវនេះទៅជប់ខ្ញុំមិនអនុញ្ញាតឲ្យលោកទៅទេថ្ងៃនេះបើលោកមិនសុំទោសជាងអ៊ីកុំសង្ឃឹមថាចេញបានឲ្យសោះសាវីលីនព្រោះដឹងពីជាតិមុនខ្ញុំមិនយកទោសនាងទេមុនដែលពេលខ្ញុំអត់ការអស់ទ្រាំមើលថែមនុស្សប្រុសនាងទៅលោកជាអ្នកណាដែលហ៊ាននិយាយបែបនេះលីនបងមិនអត់កើតអ្វីទេតើបងមិនកើតអ្វីហេតុអ្វីឈឺម្លេះតើបងកើតអ្វីអត់ស៊ីនហ្វឺមបើដោយសារឯងធ្វើបាបជាងអ៊ីជាងអីគេខឹងដល់ថ្នាក់នឹងមែនទេថ្ងៃនេះជាថ្ងៃរៀបការប្រធានស្រីនឹងគេតើឯងមកបំផ្លាញអ្វីឯងត្រូវការអ្វីបងជាងអ៊ីធ្វើបាបឯងព្រោះតែឯងចូលក្នុងកម្មវិធីនេះហេតុអ្វីក៏ឯងមកទម្លាក់កំហុសលើគេអាក្រក់បែបនេះតើគេនិយាយអាក្រក់ពីខ្ញុំយ៉ាងម៉េចគេប្រាប់ថាលោកប្រធានជាមនុស្សអាក្រក់ក្រោយពេលនាងបានស្ដាប់ឬពាក្យបង្ខូចរបស់គេអតីតភរិយាក៏នឹកឃើញដល់ពីជាតិមុនព្រោះជាតិមុននាងបានមើលរូបថតសង្សារចាស់នាងរាល់ថ្ងៃប្តីក៏ទ្រាំមិនបានក៏កាត់ចិត្តនឹងលែងលះឲ្យនាងសម្រេចតាមប្រាថ្នាតែពេលនឹងពុករបស់នាងឈឺខ្លាំងនៅត្រូវការលុយប្តីដើម្បីវះកាត់សិនពេលឃើញទង្វើរបស់ប្តីនាងបានត្រឹមធ្វើមុខក្រាស់មិនព្រមលែងលះតែពេលនេះនាងបានខឹងម្ដងទៀតធ្វើឲ្យនាងខ្មាស់គេពីជាតិមុនព្រោះចង់សងសឹកដែលប្តីធ្លាប់ធ្វើដាក់នាងពីជាតិមុននាងបានប្រើមនុស្សឲ្យចាប់គេដើម្បីប្រដៅតែមិនគិតទេថាពេលហ្នឹងអ្នកចាប់ការសន្តាគារបានឬសំឡេងក៏ដើរចូលហើយក៏ប្រញាប់ឲ្យគ្រប់គ្នាស្ងាត់ស្ងៀមចាំងច្រើនលោកទទួលការខុសត្រូវនៅទីនេះមែនទេបាទខ្ញុំនេះហើយឈិនហ្វឺមឈ្មោះដូចជាឈ្មោះមហាសេដ្ឋីចិនតែលោកប្រធានស៊ីនលាក់ការណាស់ខ្ញុំក៏មិនដែលជួបគាត់ដែរអ្នកចាត់ការចាងហេតុអ្វីទៅខ្លាចឈិនហ្វឺមធ្វើសុភាពដាក់គេដល់ថ្នាក់នេះឬជាគេជាមហាសេដ្ឋីពិតមែនមិនអាចទៅរួចទេអ្នកចាប់ការនៅទីនេះមិនស្គាល់ប្រធានខ្លួនឯងដោយរបៀបណាពិតមែនហើយតើប្រធានក្រុមហ៊ុនឯណាស្លៀកពាក់អន់បែបនេះនោះនិយាយត្រូវលោកឈិនមកព្រោះមកថ្ងៃកំណើតរបស់កូនស្រីគេមិនអាចទៅរួចទេដោយស្លៀកពាក់បែបនេះអ្នកចាត់ការចាងខ្ញុំមិនចង់មានរឿងនៅទីនេះតែថ្ងៃនេះគេធ្វើបាបគូស្នេហ៍របស់ខ្ញុំរឿងមួយនេះថ្ងៃនេះត្រូវសងសឹកឲ្យបានប្រាកដណាស់អ្នកនាងសាវីចិត្តខ្លាចជាហ៊ុនរបស់ក្រុមហ៊ុនយើងហើយរឿងប៉ុណ្ណឹងខ្ញុំត្រូវចាប់ការឲ្យអ្នកស្រីហើយរឿងក្នុងស្រុកនេះខ្ញុំចាត់ទុកថាមិនឃើញចាំងស៊ីនឈូអ្នកណាប្រាប់លោកថាគេត្រៀមចូលហ៊ុនជាមួយនាងលោកជាអ្នកណាឈប់បានហើយជីនហ្វឺមលោកព្រោះតែចង់ឲ្យខ្ញុំស្រឡាញ់លោកធ្វើម្ដងហើយម្ដងទៀតនិយាយមិនល្អដាក់ជាងអ៊ីពេលនេះចង់បំផ្លាញគម្រោងរបស់ខ្ញុំទៀតការថ្មីដូចគ្នាដែរខ្ញុំមិនចង់ពាក់ព័ន្ធជាមួយលោកទេតែមិនគិតទេថាលោកអាក្រក់មករករឿងដល់ថ្នាក់នេះតើអ្វីទៅកើតថ្មីអ្នកនាងសាវីកំពុងនិយាយអ្វីទៅអ្វីដែលលោកមករកខ្ញុំដោយសារចង់បានលុយមែនទេពេលនេះលោកគ្រប់គ្រាន់នៅ